3ជំហានដើម្បីធ្វើការតិចតែចំណេញច្រើនតើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាមនុស្សពីរនាក់ដែលមានពេលវេលា24ម៉ោងដូចគ្នាប៉ុន្តែទទួលលទ្ធផលផ្សេងគ្នាមិនមែនស្ថិតលើចំនួនម៉ោងដែលគេធ្វើការនោះទេប៉ុន្តែវាស្ថិតលើគុណភាពនៃយុទ្ធសាស្ត្រដោយដែលលោកមហាសេដ្ឋីលោក Warren Buffett ធ្លាប់បានបញ្ជាក់ថាភាពខុសគ្នារវាងមនុស្សជោគជ័យនិងមនុស្សដែលជោគជ័យខ្លាំងគឺមនុស្សដែលជោគជ័យខ្លាំងចេះនិយាយពាក្យថាទេចំពោះស្ទើរតែគ្រប់យ៉ាងដើម្បីរក្សាទុកពេលវេលាឲ្យការគិតយុទ្ធសាស្ត្រនិងការសម្រេចចិត្តដ៏ធំមុតតែម្ដងដែលមានលទ្ធភាពមហាសាលអាចកំបាំងនេះមិនមែនស្ថិតលើសំណាងទេប៉ុន្តែវាស្ថិតលើយុទ្ធសាស្ត្រមេគុណមួយអន្តៈនៃភាពមមាញឹកមនុស្សភាគច្រើនត្រូវបានគេបង្រៀនឲ្យខំប្រឹងប៉ុន្តែអ្នកដឹកនាំកម្ពុជាត្រូវបានគេបង្រៀនឲ្យសម្រាំងនៅក្នុងវិទ្យាសាស្ត្រផលិតភាពការធ្វើខ្លួនឯងឲ្យមមាញឹកពេញមួយថ្ងៃដោយគ្មានលទ្ធផលជារឿយៗគ្រាន់តែជាទម្រង់មួយនៃភាពខ្ជិលច្រអូសក្នុងការគិតតែប៉ុណ្ណោះនៅពេលអ្នកធ្វើការងារគ្រប់យ៉ាងដោយខ្លួនឯងអ្នកកំពុងលក់ពេលវេលាដែលជាធនធានមានកំណត់ប៉ុន្តែសហគ្រិនជោគជ័យពួកគេទិញប្រព័ន្ធដើម្បីបង្កើនលទ្ធផល2ច្បាប់80លើ20យុទ្ធសាស្ត្រសម្រាំងយកខ្លឹមក្នុងនាមជាអ្នកយុទ្ធសាស្ត្រលោកអ្នកត្រូវស្វែងរកចំណុចផ្ទុះនៃអាជីវកម្មតាមច្បាប់របស់លោក Pareto សកម្មភាពត្រឹមតែ 20% របស់អ្នកតែប៉ុណ្ណោះដែលបង្កើតផលចំណេញដល់ទៅ 80% សហគ្រិនទូទៅផ្ដោតលើការងារ 80% ដែលផ្ដល់ផលត្រឹមតែ 20% ប៉ុណ្ណោះដូចជាការងាររដ្ឋបាលតូចតាចឬការតាមដានរឿងមិនសំខាន់សហគ្រិនកំពូលបោះបង់ឬផ្ទេរការងារទាំងនេះឲ្យអ្នកដទៃរួចប្រើបញ្ញាផ្ដោតលើ 20% ដែលជាក្បាលម៉ាស៊ីនរកលុយ3ជំហានដើម្បីធ្វើការតិចតែចំណេញច្រើនវិនិយោគលើមេគុណបញ្ញាប្រើប្រាស់ឧបករណ៍ Digital ដើម្បីធ្វើការងារជំនួសមនុស្សកាលណាប្រព័ន្ធដំណើរការដោយស្វ័យប្រវត្តិអ្នកនឹងមានពេលវេលាគិតយុទ្ធសាស្ត្រធំកសាងបណ្ដាញមនុស្សជួយជ្រោងជ្រែងការមានមនុស្សមានបញ្ញានៅក្បែរគឺប្រៀបដូចជាមានផ្កាយសំណាងចូលរៀនប្រើសមត្ថភាពអ្នកដទៃដើម្បីសម្រេចក្តីស្រមៃរបស់អ្នកកំណត់ម៉ោងសម្រាប់ការគិតចូលទុកពេលវេលាហោចណាស់1ម៉ោងក្នុងមួយថ្ងៃដើម្បីនៅម្នាក់ឯងនិងវិភាគអាជីវកម្មគឺជាម៉ោងដែលនឹងបើកឲ្យអ្នកឃើញឱកាសមាសជោគជ័យមិនមែនជារង្វាន់នៃភាពហត់នឿយទេតែវាជារង្វាន់នៃបញ្ញាដែលមុតស្រួច